ពីពេលដែលខ្ញុំមើលរឿងភ្លើងឆេះក្រោមដីនឹងហើយអ្វីដែលខ្ញុំចង់ប្រាប់គឺបេះដូងខ្ញុំចង់ខ្ទេចអស់ហើយវាប្រែវាឈឺខ្លាំងហ្មងហើយខ្ញុំយល់អារម្មណ៍ខ្ញុំយល់អារម្មណ៍ថាអ្នកដែលកើតក្នុងរឿងហេតុការណ៍ហ្នឹងឬក៏ឆ្លងផុតមកដល់ថ្ងៃហ្នឹងគឺគាត់មានអារម្មណ៍បែបណាព្រោះពេលដែលខ្ញុំទៅមើលគឺខ្ញុំមានអារម្មណ៍ថាខ្ញុំឡើងឈួលឡើងអូលហើយឡើងអស់កម្លាំងស្រែកឡើងអស់កម្លាំងរបៀបដូចថាអត់ខ្មោចអត់មានគួរឲ្យខ្លាចអីទេប៉ុន្តែអ្វីដែលសំខាន់គឺទឹកមុខហើយប្លែកសាហាវខ្ញុំ recommend ឲ្យអ្នកដែលគាត់អត់បានទៅមើលគឺគាត់គួរតែទៅមើលដែររឿងខ្មែរចេញមកលើកនឹងគឺល្អមើលខ្លាំងមែនតើហ្មងខ្ញុំអាចនិយាយបានថាខ្ញុំ rate ឲ្យ10ទៅ10ហ្មងគឺល្អមើលខ្លាំងមែនតើអ្នកទាំងអស់គ្នាខ្ញុំទាំងយកទាំងខ្លាចទាំងរន្ធត់ទាំងភ័យហើយក៏មានស្រែកនៅក្នុងនោះគឺមានគ្រប់ព្រឹត្តិការណ៍ទាំងអស់ហើយបន្ទាប់ពីពេលដែលខ្ញុំឃើញវីដេអូរបស់គូទៅដល់របស់គាត់ហើយខ្ញុំមានអារម្មណ៍ថាខ្ញុំឈួលខ្លាំងមែនតើហើយវីដេអូហ្នឹងគឺខ្ញុំឃើញតាំងពីឆ្នាំ2021ប៉ុន្តែនិយាយថារឿងវាកន្លងហួសហើយយើងក៏ភ្លេចអញ្ចឹងណាប៉ុន្តែឥឡូវគឺគេយកមកចាក់បញ្ចាំងនៅក្នុងរោងកុនគឺខ្ញុំមានអារម្មណ៍មួយថាយកវា surprise មែនតើអញនិយាយបានថាទៅមើលម្ដងទៅមើលឲ្យបានម្ដងថារឿងខ្មែរឥឡូវគឺ update ខ្លាំងមែនតើហ្មងហើយតួគឺលេងចូលរឿងខ្លាំងហើយល្អមើលមែនតើហ្មងគឺខ្ញុំអញនិយាយបានថាថ្ងៃហ្នឹងគឺជាថ្ងៃដែលខ្ញុំទិញសបុតខុសរោងកុនពី3កន្លែងយឺតអត់តាន់ក៏ប៉ុន្តែខ្ញុំនៅតែព្យាយាមទិញហើយមើលវាឲ្យបានហ្មងមិនមែនលើកទី1ដែលខ្ញុំព្យាយាមទិញសបុតហ្នឹងណាគឺតាំងពីពេលដែលរឿងហ្នឹងចាប់ផ្ដើមចេញ trailer មកដំបូងគឺខ្ញុំព្យាយាមទិញសបុតប៉ុន្តែខ្ញុំវាទៅដល់ហើយវាអស់អញ្ចឹងខ្ញុំក៏ចាប់ផ្ដើមថាខ្ញុំត្រូវតែទិញសបុតតាម app ឲ្យបានហើយទិញបានហើយខ្ញុំច្រឡំក្នុងកូនឯងខ្ញុំបញ្ញាពេកអូខ្ញុំនិយាយមែនថាល្អមើលគឺល្អមើលអ្នកទាំងអស់គ្នាមកបានម្ដងហើយក៏ជាចុងក្រោយខ្ញុំសូមចូលរួមរំលែកទុកគ្រួសារនៃសំ